រឿងរ៉ាវមួយនេះដែរគឺជារឿងរ៉ាវដ៏ចម្លែកនៅក្នុងសមរភូមិនៅខណៈពេលដែលកងទ័ពយោធាសៀមបានធ្វើសង្គ្រាមដើម្បីដណ្ដើមយកប្រាសាទព្រះវិហារពីខ្មែរក៏ប៉ុន្តែការធ្វើសង្គ្រាមរវាងខ្មែរហើយនិងសៀមរយៈពេល3ឆ្នាំដែលវាគឺជាសង្គ្រាមដ៏រ៉ាំរ៉ៃបំផុតកងទ័ពយោធាសៀមនៅតែមិនអាចយកឈ្នះគ្រប់គ្រងទៅលើប្រាសាទព្រះវិហារបានអញ្ចឹងចង់ដឹងថារឿងរ៉ាវមួយនេះទៅជាយ៉ាងណាតើយើងទៅតាមដានសន្តាប់ជាមួយរាត្រីស្ងាត់ទាំងអស់គ្នារឿងរ៉ាវមួយនេះដែររាត្រីស្ងាត់គឺទទួលបានពីលោកតាម្នាក់ដែលគាត់មានឈ្មោះថាលោកតាអ៊ុតបច្ចុប្បន្ននេះគឺគាត់រស់នៅក្នុងខេត្តកំពង់ធំវ័យអាយុរបស់គាត់គឺប្រហែលជាជាង70ឆ្នាំនេះឯងដោយលោកតាអ៊ុតម្នាក់នេះដែរគាត់គឺជាពលទាហានដែលបានឆ្លងកាត់នៅក្នុងសមរភូមិរាប់មិនអស់ចាប់តាំងពីសម័យខ្មែរក្រហមដែលគាត់ចូលបម្រើជាពលទាហានប៉ារ៉ាអាចនិយាយបានថាគឺជាកងពលទាហានដែលរួបរวมដោយរណសេរីក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពួកខ្មែរក្រហមឬក៏ប៉ុល ពតនេះឯងហើយកងពលទាហានប៉ារ៉ានេះមិនមែនត្រឹមតែប្រឆាំងជាមួយនឹងកងពលទាហានយោធាខ្មែរក្រហមនោះទេក៏ប៉ុន្តែពួកគេក៏បានប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពយួនវីកុងទៀតផងហើយកងពលទាហានប៉ារ៉ាទាំងអស់នេះគឺដឹកនាំដោយព្រះបាទនរោត្តមសីហនុនេះបើតាមតាអ៊ុតគាត់បាននិយាយប្រាប់ដោយរឿងចំនួនរវាងសៀមហើយនិងខ្មែរគឺបានកើតឡើងនៅក្នុងឆ្នាំ2008រហូតដល់ឆ្នាំ2011អាចនិយាយបានថាសង្គ្រាមមួយនេះគឺរយៈពេល3ឆ្នាំដ៏រ៉ាំរ៉ៃការឈ្លានពានរបស់សៀមពួកគេមិនត្រឹមតែចង់បានទឹកដីរបស់ខ្មែរនោះទេក៏ប៉ុន្តែចំណុចសំខាន់ដែលធ្វើឲ្យពួកគេចង់បាននោះគឺប្រាសាទព្រះវិហារមួយយ៉ាងវិញទៀតប្រសិនបើគេបានគ្រប់គ្រងជួរភ្នំដងរែកទាំងអស់បានន័យថាពួកគេអាចមានសមត្ថភាពក្នុងការឈ្លានពានមកលើទឹកដីខ្មែរបន្តបន្ទាប់ទៀតនេះគឺជាគោលនយោបាយហើយនឹងមហិច្ឆតារបស់សៀមអាចនិយាយបានថាសៀមគឺតែងតែឈ្លានពានតាំងពីដូនតាមុនរហូតមកដល់កូនចៅអ្វីដែលសំខាន់ពួកគេតែងតែបង្ហាត់បង្រៀនអំពីប្រវត្តិសាស្ត្រទៅដល់ជនជាតិរបស់គេដើម្បីឲ្យជនជាតិរបស់គេជាតិនិយមដោយពួកគេក៏មិនដែលទទួលស្គាល់ថាទឹកដីដែលពួកគេកំពុងតែរស់នៅសពថ្ងៃនេះកាលដើមឡើយគឺជាទឹកដីមហានគររបស់ខ្មែរមិនថាតែទំនៀមទម្លាប់ប្រពៃណីហើយនឹងអក្សរសាស្ត្រនោះទេគឺពួកគេបានចម្លងយកទៅប្រើប្រាស់ដើម្បីធ្វើជាកម្មសិទ្ធិរបស់ពួកគេដោយអក្សរសាស្ត្រហើយនឹងទំនៀមទម្លាប់ប្រពៃណីទាំងអស់នោះគឺការចេញពីជនជាតិខមជនជាតិខមនេះសៀមមិនដែលទទួលស្គាល់ថាគឺជាជនជាតិខ្មែរនោះឡើយក៏ប៉ុន្តែពួកគេបែរទៅជានិយាយថាខមនេះគឺជាជនជាតិសយ៉ាមឬក៏សៀមនេះឯងអញ្ចឹងហើយក៏ព្រោះតែពួកគេមានចិត្តគំនិតជ្រុលនិយមហួសហេតុពេកតើពួកគេចេះតែចារប្រវត្តិសាស្ត្របំភ្លើសថាទឹកដីមហាអាណាចក្រអង្គរទាំងអស់គឺសុទ្ធសឹងតែជាទឹកដីរបស់ពួកគេទាំងដែលធៀបពិតទៅការដើមឡើយពួកគេគឺជាជនជាតិភាគតិចដែលភៀសខ្លួនមកពីចិនខាងត្បូងដែលរស់នៅទៅតាមប្រទេសផ្សេងក៏ដូចជាប្រទេសខ្មែរយើងជាដើមដោយជនជាតិទាំងអស់នេះគឺគេហៅថាជាជនជាតិតៃនៅពេលដែលពួកគេរស់នៅលើទឹកដីខ្មែរយូរទៅពួកគេក៏បានរស់នៅបង្កើតទៅជាកូនចៅជាច្រើនបន្ទាប់មកក៏ព្រោះតែមិនចង់រស់នៅក្រោមអំណាចរបស់ស្ដេចខ្មែរពួកគេក៏បានបង្កើតទៅជាបកពួកហើយនឹងមេកន្ទ្រីងគ្រប់គ្រងពួកគេយូរទៅដោយសារថាជនជាតិតៃឬក៏ជនជាតិសយ៉ាមនេះមានឥទ្ធិពលក៏ចាប់ផ្ដើមផ្ដាច់ខ្លួនពីក្រោមអំណាចនៃការគ្រប់គ្រងរបស់ស្ដេចខ្មែរហើយក៏បានបង្កើតទៅជារដ្ឋផ្ទាល់ខ្លួនមួយដែលគេហៅថារដ្ឋសក្ខោតៃបន្ទាប់ពីជនជាតិតៃសយ៉ាមឬក៏សៀមបានបង្កើតទៅជារដ្ឋសក្ខោតៃផ្ទាល់ខ្លួនហើយមហិច្ឆតាហើយនឹងគំនិតរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃគឺតែងតែចង់ឈ្លានពានមកលើទឹកដីខ្មែរដើម្បីពង្រីកអំណាចហើយនឹងពង្រីកទឹកដីមួយយ៉ាងវិញទៀតដោយហេតុថាស្ដេចខ្មែរនៅក្នុងសម័យនោះគឺមានចំនួនផ្ទៃក្នុងផងអញ្ចឹងហើយដែលធ្វើឲ្យវាគឺជាឱកាសរបស់ពួកគេសម្រាប់ពង្រីកទឹកដីហើយមូលហេតុដែលធ្វើឲ្យការចំនួនរវាងកងពលទាហានយោធាសៀមហើយនិងកងពលទាហានយោធាខ្មែរនៅថ្ងៃទី15ខែកក្កដាឆ្នាំ2008នោះក៏ព្រោះតែទាហានរបស់សៀមគឺប្រហែលជាជាង50នាក់នេះឯងពួកគេបានឈ្លានពានផ្លាស់ប្ដូរទីលំនៅរបស់ពួកគេចូលមករស់នៅដែនដីអធិបតេយ្យភាពក្នុងប្រទេសកម្ពុជាយើងដោយការផ្លាស់ប្ដូរទីលំនៅរបស់កងពលទាហានយោធាសៀមគឺត្រង់ចំណុចបរិវេណវត្តកៅសិក្ខាគីស្វារៈដោយវាស្ថិតនៅក្បែរប្រាសាទព្រះវិហារយើងតែម្ដង
โดยฉะนั้นហើយដែលធ្វើឲ្យកងទ័ពវីរៈទីហ៊ានរបស់ខ្មែរយើងគឺមិនទុកឲ្យកងពលទាហានយោធាសៀមប្រហែលជាជាង50នាក់នោះមករស់នៅដែនដីអធិបតេយ្យភាពក្បែរប្រាសាទព្រះវិហារយើងនោះឡើយដូច្នេះពួកគាត់ក៏បានចេញទៅធ្វើប្រតិបត្តិការដើម្បីចរចាជាមួយនឹងពួកគេក៏ប៉ុន្តែគណៈពេលដែលកងពលទាហានយោធាខ្មែរចរចាជាមួយនឹងកងពលទាហានយោធាសៀមទាំងនោះពួកគេមិនព្រមស្ដាប់កងទ័ពយោធាខ្មែរនោះឡើយគឺរឹតតែផ្កើនថែមមកលើកងទ័ពយោធាខ្មែរយើងបើទោះបីជាពេលនោះវីរៈកងទ័ពយោធាខ្មែរយើងខំចរចាដោយសន្តិវិធីយ៉ាងណាក៏ដោយក៏ពួកគេហាក់បីដូចជាមិនអោយតម្លៃមកលើកងទ័ពយោធាខ្មែរយើងនោះទេដោយកងទ័ពយោធាសៀមប្រហែលជាជាង50នាក់នោះពួកគេបែរទៅជាអះអាងថាទឹកដីនោះគឺជាទឹកដីរបស់ពួកគេទៅវិញអាចនិយាយបានថានៅពេលនោះគឺពួកគេនិយាយទាំងមិនខ្មាស់មាត់សម្បីតែបន្តិចដែលហេតុថាកងពលទាហានយោធាសៀមនៅក្រាញរនាលមិនព្រមចាកចេញពីទឹកដីខ្មែរតទៅសោះពីមួយថ្ងៃទៅមួយថ្ងៃចំនួនរវាងកងពលទាហានយោធាសៀមហើយនិងកងពលទាហានយោធាខ្មែរដែលនៅក្បែរប្រាសាទព្រះវិហារក្នុងខេត្តព្រះវិហារក៏ចាប់ផ្ដើមក្តៅឡើងម្ដងបន្តិចរហូតដល់ទាហានភាគីទាំងសងខាងក៏ចាប់ផ្ដើមផ្ទុះអាវុធដាក់គ្នាតែម្ដងអញ្ចឹងហើយពេលនោះស្ដេចថៃក៏ចាប់ផ្ដើមបញ្ជាកងទ័ពជាច្រើនឲ្យមកធ្វើសមរភូមិដើម្បីតតាំងច្បាំងជាមួយនឹងកងពលទាហានយោធាខ្មែរយើងដោយដែលយើងដឹងស្រាប់ហើយថាកងពលទាហានយោធារបស់សៀមគឺមិនតិចនោះឡើយអាចនិយាយបានថាសង្គ្រាមនៅពេលនោះគឺមិនខុសពីសង្គ្រាមនាពេលបច្ចុប្បន្ននេះទេហើយក៏ដោយដែលយើងដឹងស្រាប់ហើយថាសង្គ្រាមនាពេលបច្ចុប្បន្នរយៈពេល5ថ្ងៃនេះទាំងកងទ័ពយោធាសៀមហើយនិងប្រជាជនរបស់ពួកគេគឺតែងតែប្រកាន់នូវគោលចំហថាប្រាសាទតាមាន់តូចតាមាន់ធំហើយនិងប្រាសាទតាក្របីគឺជាប្រាសាទរបស់ពួកគេចំណែកឯសង្គ្រាមនៅក្នុងឆ្នាំ2008ក៏មិនខុសគ្នានោះដែរគឺគេអះអាងថាប្រាសាទព្រះវិហារគឺជាប្រាសាទរបស់ពួកគេនិយាយទៅពួកសៀមនេះគឺវាមិនចោលគំនិតនៃការឈ្លានពានចង់បានរបស់គេនោះឡើយដោយពួកគេតែងតែរកលេសនេះលេសនោះដើម្បីបំពានក្នុងការដណ្ដើមយកអ្វីដែលមានតម្លៃសម្រាប់ពួកគេបើតាមតើអ៊ុតដែលគាត់គឺជាកងពលទាហានយោធាជួរមុខនៅក្នុងសម័យនោះពួកគាត់បាននិយាយថាពលទាហានខ្មែរយើងម្នាក់ក៏មិនណយនោះទេដោយហេតុថាទាហាននៅក្នុងសម័យនោះគឺសម្បូរណាស់អ្នកដែលចេះទៅដោយរបៀនមុនអាគមអូមអាមឬក៏ជាអាគមសមយោដែលជារនាំងការពារគ្រាប់កំភ្លើងជាពិសេសនោះគឺមេបញ្ជាការតែម្ដងសូម្បីតែតាអ៊ុតគាត់ផ្ទាល់ក៏មានអាគមសមយោការពារខ្លួនដែរតែបើតែថាគាត់មិនបានរៀនអាគមអូមអាមជ្រៅជ្រះចេះដឹងច្រើនក៏ពិតមែនប៉ុន្តែគ្រាប់កំភ្លើងល្មមបាញ់ទៅលើស្បែករបស់គាត់មិនធ្លុះមិនធ្លាយសម្បីតែបន្តិចអាចនិយាយបានថាធ្លុះធ្លាយតែសម្លៀកបំពាក់ឯកសណ្ឋានទាហានតែប៉ុណ្ណោះនៅលើដងខ្លួនរបស់គាត់ក៏មានសាក់យ័ន្តចាទៅលើស្បែកដែលជាសាក់យ័ន្តនៃអដ្ឋានអពតស្បែកគង់ការពារទៅលើគ្រាប់កំភ្លើងនេះឯងឲ្យតែតាអ៊ុតក៏ចាប់ផ្ដើមធ្វើសមរភូមិដើម្បីច្បាំងតតាំងជាមួយនឹងកងពលទាហានយោធាសៀមគាត់តែងតែសូត្រនៅមន្តគិថាព្រមទាំងរំលឹកដល់គុណមេត្តាបិតាដើម្បីคลายទៅជាអាគមសមយោជួយការពារដល់ខ្លួនគាត់នៅក្នុងគណៈពេលដែលធ្វើសង្គ្រាមនោះហើយការនោះត្បិតតែថាកងពលទ័ពយោធាខ្មែរតិចក៏ពិតមែនតែការច្បាំងតតាំងធ្វើសង្គ្រាមជាមួយនឹងសៀមគឺមិនឲ្យចាញ់ឡើយតាអ៊ុតគាត់បាននិយាយថាទាហានសៀមដែលពួកវាសម្រុកឡើងមកលើភ្នំដងរែកដើម្បីមកកាន់ប្រាសាទព្រះវិហារនៅលើភ្នំក៏ត្រូវបានកងពលទាហានយោធាជួរមុខរបស់ខ្មែរបាញ់ដើម្បីកុំឲ្យពួកវាឡើងទៅដល់លើប្រាសាទព្រះវិហារបានហើយប្រសិនបើកងពលទាហានយោធាសៀមទាំងអស់នោះឡើងទៅដល់លើប្រាសាទព្រះវិហារពួកវាច្បាស់ជាមានអត្តភាពក្នុងការធ្វើសង្គ្រាមមកលើខ្មែរជាជាមិនខានដោយហេតុថាហ៊ាននិយាយបែបហ្នឹងក៏ព្រោះការធ្វើសង្គ្រាមប្រសិនបើយើងស្ថិតនៅខ្ពស់គឺយើងងាយនឹងច្បាំងធ្វើសង្គ្រាមយកឈ្នះទៅលើសត្រូវដូច្នេះហើយយុទ្ធសាស្ត្ររបស់កងទ័ពខ្មែរគឺពួកគាត់ខំទប់ទល់ធ្វើយ៉ាងណាកុំឲ្យកងពលទាហានយោធាសៀមទាំងអស់នោះពួកវាអាចឡើងមកគ្រប់គ្រងលើប្រាសាទព្រះវិហារបានអាចនិយាយបានថានៅពេលនោះឡើងមួយបាញ់មួយឡើងពីរគឺបាញ់ពីរដូច្នេះហើយដែលធ្វើឲ្យកងពលទាហានយោធាសៀមគឺពិបាកនឹងទប់ទល់ជាមួយនឹងកងពលទាហានយោធាខ្មែរដោយមិនថាកងពលទាហានយោធាសៀមហើយនិងកងពលទាហានយោធាខ្មែរជាពិសេសនោះគឺទាហានជួរក្រោយដោយពួកគាត់ក៏បានប្រើគ្រាប់ផ្លោងបំផ្លោងដាក់គ្នាទៅវិញទៅមកហើយការនោះក៏សំណាងល្អដែលប្រជាពលរដ្ឋខ្មែរមិនសូវជាមានអ្នករស់នៅក្បែរព្រំដែនអញ្ចឹងហើយក៏មិនសូវជាមានផ្ទះសម្បែងខូចខាតអីប៉ុន្មាននោះដែរមកយ៉ាងវិញទៀតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅពេលនោះក៏មិនសូវជាមានការអភិវឌ្ឍដូច្នេះហើយនៅពេលដែលមានចំនួនកើតសង្គ្រាមរវាងសៀមហើយនិងខ្មែរ
អ្នកខ្លះក៏បាននាំគ្នាចម្លៀសខ្លួនទៅរស់នៅឯភូមិផ្សេងចោលប៉ុន្តែចំណែកឯអ្នកខ្លះទៀតគឺសុខចិត្តនៅរស់នៅត្រាំត្រែងដោយពុំបានខ្លាចទៅលើគ្រាប់ម្សៅសំបីតែបន្តិចអញ្ចឹងហើយនៅពេលហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះក៏ត្រូវបានបាត់បង់ជីវិតក៏ព្រោះតែគ្រាប់ផ្លោងបានបាញ់ធ្លាក់ត្រូវនេះឯងហើយតាអ៊ុតគាត់បាននិយាយថាខណៈពេលដែលគាត់កំពុងតែធ្វើសមរភូមិជាមួយនឹងកងពលទាហានយោធាសៀមគ្នាបកពួករបស់គាត់គឺប្រហាក់ប្រហែលជាជាង20នាក់នេះឯងដោយបានតតាំងជាមួយនឹងកងពលទាហានយោធាសៀមប្រហាក់ប្រហែលជាជាង100នាក់បាញ់តតាំងជាមួយនឹងកងពលទាហានយោធាខ្មែរនៅលើភ្នំដងរែកហើយស្របពេលនោះក៏មានមេបញ្ជាការកងពលទាហានយោធាយើងម្នាក់គាត់ក៏ហ៊ានសម្រុកចូលតែម្នាក់ឯងដើម្បីបាញ់រះជាមួយនឹងកងពលទាហានយោធាសៀមមើលទៅគាត់ពិតជាវិរៈអង្គអាចក្លាហានណាស់ហើយតាអ៊ុតនៅពេលដែលគាត់ឃើញថាមេបញ្ជាការរបស់គាត់សម្រុកចោះចូលទៅតែម្នាក់ឯងគាត់ហើយនឹងគ្នារបស់ពូគាត់ផ្សេងទៀតពូគាត់ក៏មិនទុកឲ្យមេបញ្ជាការរបស់គាត់បាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមតែម្នាក់ឯងនោះឡើយអញ្ចឹងហើយក៏សម្រុកចូលទៅតាមក្រោយមេបញ្ជាការម្នាក់នោះទៅហើយចំពោះទីលានដ្ឋានសម្រាប់ការបាញ់បោះជាមួយនឹងកងពលទាហានយោធាសៀមទីហ៊ានខ្មែរយើងខ្លះក៏បាំងទៅដោយដំបូកនៅក្នុងព្រៃចំណែកឯខ្លះទៀតគឺពួនបាញ់ទៅតាមដើមឈើធំហើយបើនិយាយអំពីមេបញ្ជាការទីហ៊ានដែលហ៊ានសម្រុកចូលទៅតែម្នាក់ឯងគឺគាត់ក៏ត្រូវបានកងពលទាហានយោធាសៀមបាញ់ត្រូវគាត់4ទៅ5គ្រាប់ដែរក៏ប៉ុន្តែរឿងដែលចម្លែកនោះគឺគ្រាប់កំភ្លើងដែលសៀមបាញ់ត្រូវគាត់4ទៅ5គ្រាប់នោះគឺវាពុំបានមុតធ្លុះទៅលើស្បែករបស់គាត់នោះឡើយដោយគ្រាន់តែមានស្នាមផ្ដោហើយនឹងស្នាមជាំនៅលើខ្លួនចំណែកឯសម្លៀកបំពាក់របស់គាត់វិញគឺធ្លុះរហែកដាច់ដោចរយៈរយៃនេះមើលទៅគឺពិតជាមិនធម្មតានោះទេតែបើតែថាមេបញ្ជាការខ្មែរយើងម្នាក់នោះត្រូវបានគេបាញ់4ទៅ5គ្រាប់ក៏ពិតមែនក៏ប៉ុន្តែខណៈពេលដែលគាត់សម្រុកចូលបាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមនៅពេលនោះកងពលទាហានយោធាសៀមក៏ស្លាប់ហើយនឹងរងរបួសក៏ច្រើនអ្នកដែរហើយកងពលទាហានយោធាសៀមភាគច្រើនដែលពួកវាធ្វើសមរភូមិជាមួយនឹងកងពលទាហានយោធាខ្មែរនៅពេលហ្នឹងគឺចូលចិត្តនៅផ្ដុំគ្នាច្រើនអ្នកបាញ់តតាំងជាមួយនឹងកងពលទាហានយោធាខ្មែរក៏ប៉ុន្តែសម្រាប់យុទ្ធសាស្ត្រនៃកងពលទាហានយោធាខ្មែរយើងគឺពួកគាត់នៅរាយឆ្ងាយពីគ្នាអាចនិយាយបានថាពីទាហានម្នាក់ទៅទាហានម្នាក់ទៀតប្រហែលជា7ទៅ80ម៉ែត្រនេះឯងហើយប្រសិនបើនៅផ្ដុំគ្នាច្រើនបំផុតគឺត្រឹមតែ2នាក់តែប៉ុណ្ណោះនេះហើយគឺជាយុទ្ធសាស្ត្រនៃការធ្វើសង្គ្រាមរបស់កងពលទាហានយោធាខ្មែរយើងនៅក្នុងសម័យនោះហើយនៅពេលដែលពួកគាត់នាំគ្នាសម្រុកចូលទៅនោះក៏មានកងពលទាហានយោធាខ្មែរយើងរងរបួស2ទៅ3នាក់ដែរដោយពលទាហានខ្មែរយើងម្នាក់ក៏ត្រូវបានកងពលទាហានយោធាសៀមបាញ់ត្រូវស្មាហើយទាហានម្នាក់ទៀតត្រូវបានគេបាញ់បញ្ឆិតចំពោះពួកគាត់ទាំងពីរនាក់នេះគឺរងរបួសស្រាលចំពោះម្នាក់ទៀតគឺរងរបួសធ្ងន់ជាងគេដោយសារតែគាត់ត្រូវបានគេបាញ់រហូតដល់2គ្រាប់ក៏ប៉ុន្តែបើតាមតាអ៊ុតដែលគាត់នៅក្នុងព្រឹត្តិការណ៍នោះគឺគាត់បាននិយាយថាមុននឹងកងពលទាហានយោធាសៀមបាញ់មកលើកងពលទាហានយោធាខ្មែរនៅពេលហ្នឹងគឺកងពលទាហានយោធាខ្មែរយើងបានបាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមធ្វើឲ្យកងពលទាហានយោធាសៀមរងរបួសហើយនឹងស្លាប់ក៏មិនតិចអ្នកនោះដែរហើយនៅពេលដែលកងពលទាហានយោធាសៀមពួកគេដឹងថាយុទ្ធសាស្ត្ររបស់ខ្មែរយើងគឺលាក់ពួនច្រើនកន្លែងធ្វើឲ្យពួកគេក៏ពិបាកសម្រុកឡើងមកលើភ្នំដងរែកដើម្បីគ្រប់គ្រងទៅលើប្រាសាទព្រះវិហារដោយអ្វីដែលធ្វើឲ្យកងពលទាហានយោធាសៀមកាន់តែខ្លោមខ្លាចទៅលើកងពលទាហានយោធាខ្មែរនោះគឺក៏ព្រោះថាកងពលទាហានយោធាខ្មែរយើងម្នាក់គឺពោពេញទៅដោយអាគមសមយុទ្ធពួកគេក៏បានបាញ់មកត្រូវកងពលទាហានយោធាខ្មែរយើងជាច្រើនអ្នកដែរក៏ប៉ុន្តែអ្នកដែលពួកគេបានបាញ់ត្រូវទាំងនោះគឺមិនរងរបួសអីបន្តិចសោះឡើយដូច្នេះហើយដែលធ្វើឲ្យពួកគេគិតថាទាហានខ្មែរពិតជាមិនធម្មតានោះទេធ្វើឲ្យពួកគេនៅពេលនោះក៏បានដកថយសិនដើម្បីយកទាហានដែលស្លាប់ហើយនឹងរងរបួសទៅមន្ទីរពេទ្យក៏ប៉ុន្តែការដកថយរបស់កងពលទាហានយោធាសៀមក៏មិនយូរនោះដែរដោយពួកគេក៏បានរុលសម្រុកទៅខាងវាលឥន្ទ្រីម្ដងដោយទាហានខ្មែរយើងនៅពេលនោះដោយសារតែពួកគាត់ដឹងដំណឹងនេះហើយទាហានខ្មែរយើងខ្លះដែលនៅឈរជើងវាលឥន្ទ្រីក្បែរភ្នំទ្រាប់ក៏មិនទុកឲ្យទាហានសៀមវាទីសម្រុកចូលមកដែនដីអធិបតេយ្យភាពរបស់ខ្មែរឡើយគឺពួកគាត់ដែលឈរជើងនៅទីនោះក៏បានសម្រុកចូលតតាំងជាមួយនឹងកងពលទាហានយោធាសៀមដោយអង្គអាចក្លាហាននៅពេលដែលពួកគាត់តតាំងគ្នានៅវាលឥន្ទ្រីក្បែរភ្នំទ្រាប់តាំងតែពីព្រឹកព្រលឹមរហូតទៅដល់ពីកណ្ដាលអាធ្រាត្រគឺនៅតែបាញ់តតាំងគ្នាពុងប៉ាំងអត់ឈប់ឈរឡើយ
មើលទៅទាំងទាហានសៀមហើយនិងទាហានខ្មែរកំពុងតែសង្គ្រឹះដាក់គ្នាទាំងកងពលទាហានយោធាសៀមហើយនិងកងពលទាហានយោធាខ្មែរគឺហាក់បីដូចជាមិនព្រមចោះចាញ់គ្នាឡើយដោយតាអ៊ុតគាត់បាននិយាយថានៅអន្លង់ពេលដែលគាត់កំពុងតែធ្វើសមរភូមិនៅវាលអន្ត្រីជាមួយនឹងកងពលទាហានយោធាសៀមដែលហេតុថានៅពេលនោះគឺវាងងឹតមើលផ្លូវមិនសូវជាឃើញផងក៏ស្រាប់តែតាអ៊ុតខណៈពេលដែលគាត់កំពុងតែបាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមរឿងដ៏រន្ធត់មួយក៏បានកើតឡើងទៅលើគាត់គឺគាត់ក៏ស្រាប់តែបានដើរជន់មីនតោនផ្ទុះផ្លោងប្រហែលជា5ទៅ6ម៉ែត្រឯណោះហើយមិនថាទាហានខ្មែរហើយនឹងទាហានសៀមនោះទេគឺសិតសឹងតែគិតថាតាអ៊ុតបើមិនត្រូវស្លាប់ក៏ត្រូវដាច់ជើងដែរក៏ប៉ុន្តែនៅពេលដែលគាត់ផ្លោងហើយធ្លាក់មកលើដីវិញក៏ស្រាប់តែគាត់ក៏បានស្ទុះងើបទាំងសភាពលក្ខណៈខ្លួនប្រាណរបស់គាត់សម្លៀកបំពាក់ហើយនឹងខោគឺរហែកខ្ទេចខ្ទីអស់ចំណែកឯសក់របស់គាត់វិញនៅពេលនោះគឺឡើងឆេះខ្មៅញញហើយជើងដែលគាត់បានជន់មីនតោនោះគឺគ្រាន់តែខ្ទាំបន្តិចតែប៉ុណ្ណោះអ្វីដែលកាន់តែអស់សំណើចនៅពេលដែលគាត់ជន់មីនតោនរហូតដល់ផ្លោងដេកដួលនៅលើដីគាត់ក៏បានស្ទុះងើបកាន់កំភ្លើងបាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមហាក់បីដូចជាពុំមានរឿងអ្វីកាត់ឡើងទៅលើគាត់អញ្ចឹងនេះគឺវាពិតជាមិនធម្មតាមែនប្រសិនបើត្រឹមតែជាទាហានធម្មតាបើមិនត្រូវស្លាប់ក៏ត្រូវដាច់ជើងពីការដែរហើយទាហានសៀមនៅពេលហ្នឹងដោយសារតែពួកវាមានគ្នាច្រើននៅក្នុងសមរភូមិវាអន្ត្រីនោះពួកវាគិតតែពីសម្រុកចូលបើទោះបីជាពួកវាដឹងថាពួកវាពិបាកនឹងទប់ទល់ជាមួយនឹងកងពលទាហានយោធាខ្មែរយើងក៏ដោយប៉ុន្តែពួកវាគិតតែពីសម្រុកចូលមិនព្រមចោះចាញ់ហើយនឹងបាក់ទ័ពឡើយរហូតដល់កងទ័ពយោធាខ្មែរនៅពេលនឹងដែរពួកគាត់ក៏ស្ទើរតែដកថយម្ដងតែនៅពេលនោះក៏ដូចដែលយើងដឹងស្រាប់ហើយថាកងទ័ពយោធាខ្មែរយើងគឺសុខចិត្តស្លាប់ដើម្បីជាតិក៏មិនព្រមឲ្យកងទ័ពយោធាសៀមឈ្លានពានយកទឹកដីខ្មែរយើងបានដោយងាយនោះដែរអញ្ចឹងហើយទាហានខ្មែរយើងពេលនោះគឺសិតសឹងតែជាអ្នកចេះរបៀនទៅដោយមន្តអាគមអូមអាមផ្លូវងងឹតអញ្ចឹងហើយទាហានដែលចេះទៅដោយមន្តអាគមអូមអាមទាំងនោះពួកគាត់ក៏បានសែបសូត្រនៅគាថាដើម្បីបំបាំងកាយបំបាំងភ្នែកពីខ្មាំងសត្រូវសៀមរួចហើយក៏បានបាញ់តតាំងជាមួយនឹងពូវារហូតដល់កងពលទាហានសៀមពូវាឆ្ងល់ថាក្របកំភ្លើងដែលបានបាញ់ទៅកាន់ពូវាគឺតែងតែបាញ់ចេញពីនេះចេញពីនោះរហូតតែក៏មើលមិនឃើញថាមានទាហានខ្មែរបាញ់ទៅកាន់ពូវានោះទេធ្វើឲ្យពូវានៅពេលហ្នឹងគឺបានត្រឹមតែគិចពីក្របកំភ្លើងដែលទាហានខ្មែរយើងបាញ់ទៅអញ្ចឹងហើយក៏បានដៃកងទ័ពយោធាខ្មែរយើងខិតចូលទៅម្ដងបន្តិចនៅពេលហ្នឹងទាហានសៀមពូវាក៏ត្រូវស្លាប់ជាច្រើននាក់ហើយមេបញ្ជាការទាហានរបស់ពូវាដោយសារតែឃើញថាទាហានខ្មែរកាន់តែសម្រុកចូលមិនព្រមដកថយដូច្នេះហើយគ្រប់អង្គភាពមេបញ្ជាការរបស់កងពលទាហានយោធាសៀមក៏បានប្រាប់ឲ្យកូនចៅរបស់ពួកគេដកថយហើយមេបញ្ជាការកងពលទាហានយោធាសៀមពួកគេក៏បានដឹងថាទាហានខ្មែរយើងម្នាក់ភាគច្រើនគឺមានអាគមសមយុទ្ធការពារខ្លួនបើទោះបីជាទាហានខ្មែរមានគ្នាតិចជាងកងពលទាហានយោធាសៀមក៏ពិតមែនតែទាហានខ្មែរអាចប្រើផ្លូវក្នុងផ្លូវងងឹតតតាំងជាមួយនឹងពួកគេបានហើយក៏មិនមែនថាទាហានសៀមមិនចេះទៅលើរបៀនមន្តអាគមអូមអាមនោះទេគឺទាហានសៀមក៏មានខ្មែរបរិរាមខ្មែរស៊ីសកេតនិងខ្មែរសរិនចេះតែដោយវិជាផ្លូវងងឹតផ្លូវក្នុងដូចទៅនឹងទាហានខ្មែរដែរក៏ប៉ុន្តែដោយដែលយើងដឹងស្រាប់ហើយថាដើមកំណើតនៃវិជាផ្លូវងងឹតផ្លូវក្នុងទាំងអស់នេះគឺសិតសឹងតែចេញមកពីមន្តគាថារបស់ខ្មែរយើងនេះឯងដូច្នេះអាគមសមយុទ្ធរបស់កងពលទាហានយោធាសៀមនៅពេលហ្នឹងក៏វាមិនសូវជាមានប្រសិទ្ធភាពហើយនឹងពូកែដោយកងទ័ពយោធាខ្មែរយើងនោះទេហើយទាហានសៀមពូវាក៏អាចប្រើម៉ូបិទម៉ូបាំងបំបាំងកាយរបស់ពូវាបានដែរក៏ប៉ុន្តែអាគមរបស់ពូវាគឺទៅមិនរួចជាមួយនឹងអាគមរបស់កងទ័ពខ្មែរយើងដោយដែលយើងដឹងស្រាប់ហើយថាទាហានខ្មែរយើងសម័យមុនគឺសិតសឹងតែជាទាហានដ៏ខ្លាំងពួកគាត់ក៏បានប្រើរបៀនបើកផ្លូវសម្លឹងមើលទាហានយោធាសៀមណាដែលចេះរបៀនទៅដោយមន្តអាគមម៉ូបិទម៉ូបាំងអញ្ចឹងហើយនៅពេលដែលគាត់ប្រើអាគមផ្លូវងងឹតរបស់គាត់សម្លឹងមើលគឺមើលឃើញទាហានសៀមដែលចេះទៅដោយរបៀនមន្តអាគមម៉ូបិទម៉ូបាំងនោះយ៉ាងច្បាស់បើទោះបីជាទាហានម្នាក់នោះខំប្រើម៉ូបិទម៉ូបាំងបំបាំងខ្លួនយ៉ាងណាក៏ដោយនិយាយទៅសម្រាប់តែទាហានខ្មែរធម្មតាដែលមិនចេះទៅដោយរបៀនមន្តអាគមអូមអាមនោះទេដែលមើលមិនឃើញពីទាហានសៀមប្រើម៉ូបិទម៉ូបាំងនោះទាហានខ្មែរនៅពេលដែលពួកគាត់សម្រុកចូលដូចជាទាហានដែលចេះទៅដោយរបៀនមន្តអាគមជាដើម
គឺពួកគាត់ក៏បានលេងរបៀបអាគមតតាំងជាមួយនឹងកងពលទាហានយោធាសៀមដែលចេះរបៀបដែរមិនថាលេងដោយប្រើរបៀបបែបណាក៏ដោយដោយជាការប្រើគ្រាប់ម្សៅបាញ់តតាំងជាមួយនឹងគ្នាទាហានសៀមដែលចេះរបៀបអាគមសមយុទ្ធនោះដំបូងគឺបាញ់មិនមុតមិនធ្លុះនោះទេក៏ប៉ុន្តែដោយសារថាទាហានខ្មែរក៏មិនណយនៅពេលដែលពួកគាត់លេងរបៀបទៅវិញធ្វើឲ្យកងទ័ពយោធាសៀមបាសជើងច្រាំងដួលស្លាប់នៅលើដីតែម្ដងនៅពេលដែលពួកវាដឹងថាសម្បីតែរបៀបអាគមសមយុទ្ធរបស់ពួកវាក៏មិនអាចតតាំងជាមួយនឹងកងពលទាហានយោធាខ្មែរបានពួកវាក៏មានតែសុកចិត្តដកថយទ័ពមួយរយៈខ្លីតែប៉ុណ្ណោះបើពុំដូច្នោះនោះទេនៅវាលអន្ត្រីក្នុងសមរភូមិនោះទាហានរបស់ពួកវានឹងត្រូវស្លាប់ជាច្រើនអ្នកជាក់ជីមិនខានហើយនៅខណៈពេលដែលទាហានខ្មែរសម្រុកចូលទៅនោះដែលធ្វើឲ្យពួកវាបាក់ទ័ពគឺមានទាហានស្លាប់ជាច្រើនរនីរណោពេញទឹកពេញដីក្នុងព្រៃមិនថាទាហានខ្មែរឬក៏ទាហានសៀមនោះទេគ្រាន់តែថាទាហានខ្មែរយើងគឺស្លាប់តិចជាងទាហានសៀមតែប៉ុណ្ណោះក្រៅពីនោះនៅក្នុងសមរភូមិនោះគឺសិតសឹងតែជាខ្មោចទាហានសៀមក្រោយពីស្ថានភាពស្ងាត់ទៅកងពលទាហានយោធាខ្មែរយើងក៏បានលើកជញ្ជូនសាកសពប្រហែលជាជាង10នាក់ដែលស្លាប់ក៏លាយឡំជាមួយនឹងសាកសពកងពលទាហានយោធាសៀមបញ្ជូនមកឲ្យគ្រួសារសពនៅក្នុងខេត្តព្រះវិហារព្រមទាំងខេត្តផ្សេងហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិដែលរស់នៅក្នុងខេត្តព្រះវិហារជាពិសេសអ្នកភូមិដែលរស់នៅក្បែរជិតភ្នំដងរែកដែលជាប់ទៅនឹងព្រំប្រទល់សៀមហើយនឹងខ្មែរគឺតែងតែឮស្នូរសំឡេងមីក្រូស្មូតបុណ្យសពហើយការបុណ្យសពនោះគឺមិនត្រឹមតែបុណ្យសពទៅលើទាហានពលីជីវិតនៅក្នុងសមរភូមិរវាងសៀមហើយនឹងខ្មែរនោះទេក៏ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវបានស្លាប់ដោយសារតែការបំផ្លាញគ្រាប់អាចនិយាយបានថានៅពេលនោះស្នូរគ្រាប់កំភ្លើងបាញ់តតាំងជាមួយនឹងគ្នាបណ្ដាលហើយនឹងស្នូរសំឡេងស្មូតបុណ្យសពឡើងត្រហឹងនៅក្នុងភូមិក្នុងខេត្តព្រះវិហារប្រសិនបើយើងនៅក្នុងហេតុការណ៍នោះមិនដឹងថាវាពិតជាអនុជអធមប៉ុណ្ណានោះទេជាធម្មតាសង្គ្រាមតែងតែមានផលប៉ះពាល់គ្នាទៅវិញទៅមកមិនថាការប៉ះពាល់នោះត្រូវបានបាត់បង់ជីវិតកងពលទាហានយោធាព្រមជាមួយនឹងការបាត់បង់ជីវិតពលរដ្ឋស៊ីវិលគឺវាតែងតែបង្កមហន្តរាយដល់ជាតិហើយក្រោយពីស្ថានភាពស្ងប់ស្ងាត់មួយរយៈទាហានខ្មែរយើងដែលឈរជើងយាមការពារនៅតាមបន្ទាត់ព្រំដែនជាពិសេសនោះគឺទាហានខ្មែរយើងការពារប្រាសាទព្រះវិហារនៅលើខ្នងភ្នំដងរែកពួកគាត់ខ្លះនៅពេលហ្នឹងក៏ឈប់នៅឈរជើងយាមបន្តដូច្នេះហើយដែលធ្វើឲ្យទាហានយោធាខ្មែរយើងខ្លះក៏បានត្រឡប់មកផ្ទះវិញបើតាមតាអ៊ុតគាត់បាននិយាយថាទុកឲ្យទាហានប្រហែលជាជាង10នាក់នេះឯងនៅឈរជើងនៅលើភ្នំដងរែកដើម្បីការពារប្រាសាទព្រះវិហារសូម្បីតែតាអ៊ុតនៅពេលហ្នឹងគាត់ក៏បានវិលត្រឡប់មកស្រុកកំណើតរបស់គាត់វិញដែរក៏ប៉ុន្តែទាហានដែលនៅការពារប្រាសាទព្រះវិហារប្រហែលជាជាង10នាក់នោះពួកគាត់សិតសឹងតែជាទាហានជើងចាស់ហើយនឹងទាហានខ្លាំងនៅពេលដែលឆ្លប់ទាហានសៀមពួកវាស៊ើបដឹងថាទាហានខ្មែរបានឈរជើងនៅលើប្រាសាទព្រះវិហារតិចនាក់ដូច្នេះហើយអ្នកឆ្លប់ស៊ើបការម្នាក់នោះក៏បានទៅប្រាប់គ្នាកងពលទាហានយោធារបស់ពួកគេឲ្យឡើងខ្នងភ្នំដងរែកដើម្បីវាយតតាំងជាមួយនឹងកងពលទាហានយោធាខ្មែរដែលកំពុងតែឈរជើងជាង10នាក់នៅលើប្រាសាទព្រះវិហារនោះមួយយ៉ាងក៏ជាឱកាសដែលពួកគេអាចរំពឹងសង្ឃឹមថាពួកគេនឹងវាយឈ្នះមកលើកងពលទាហានយោធាខ្មែរដែលឈរជើងនៅលើប្រាសាទព្រះវិហារនោះដោយបន្ទាប់ពីឆ្លប់កងពលទាហានយោធាសៀមយកដំណឹងនេះទៅប្រាប់កងពលទាហានយោធារបស់ពួកគេរួចមិនយូរប៉ុន្មាននោះទេល្បាក់ប្រហាក់ប្រហែលជាម៉ោង7ទៅម៉ោង8យប់ក៏ស្រាប់តែកងទ័ពយោធាសៀមជាច្រើននាក់ល្បាក់ប្រហាក់ប្រហែលជា60ទៅ70នាក់ពួកគេក៏ចាប់ផ្ដើមរុលសម្រុកឡើងមកលើភ្នំដងរែកសំដៅមកកាន់ប្រាសាទព្រះវិហារដែលនៅលើខ្នងភ្នំដងរែកនេះឯងហើយចំណែកឯកងទ័ពទាហានខ្មែរដែលកំពុងតែឈរជើងនៅលើប្រាសាទព្រះវិហារនោះក៏ស្រាប់តែមានលោកតាម្នាក់ដែលគាត់មានឈ្មោះថាតាកនដោយសារតែគាត់មានកូនក្រកប្រចាំខ្លួនហើយគាត់ក៏មិនមែនជាទាហានធម្មតានោះដែរអាចនិយាយបានថាគាត់គឺជាពលទាហានដែលចេះរបៀនទៅដោយអាគមអូមអាមនេះឯងនៅពេលហ្នឹងក៏ស្រាប់តែកូនក្រករបស់គាត់ក៏បានខ្សឹបដាក់ត្រចៀករបស់គាត់ថាពុកអើយប្រាប់គ្នាពុកឲ្យប្រយ័ត្នខ្លួនផងពួកគេឡើងមកដល់ឥឡូវហើយតាកនបន្ទាប់ពីគាត់ឮកូនក្រករបស់គាត់និយាយខ្សឹបប្រាប់បែបហ្នឹងហើយនៅពេលហ្នឹងគាត់ក៏ចាប់ផ្ដើមប្រាប់គ្នារបស់គាត់ថាត្រៀមខ្លួនប្រយុទ្ធនៅក្នុងសមរភូមិមួយនោះពីព្រោះថាបន្តិចទៀតនេះទាហានសៀមពូវាឡើងមកដល់ទួលប្រាសាទឥឡូវហើយគ្រាន់តែលើបែបនោះគ្នារបស់គាត់ជាង10នាក់
ก็มันบานสู้น้อมมากันตะกอนหายไอบานจีตะกอนดังทากองโปติเห็นโยธีเสียมไปนี่กำปงแต่ล้างมากันประสาทเปรวิฮีดาวปูกอดกับบานเรียบจำคลุ้นเตรียมเลี้ยคณะนำใบประยุทธ์ในขนมสมรภูมิมวยนูดาววิริยกองตัวยังในไปนุตบติดท่ามมีนคณีประหารประหายจีเชียงดอกเนี่ยกับปิดแมนปอนใต้ปูกอดเมื่อเตอหาใบดิจิปุ่มบ้านไพ่คล้ายในขนมสมรภูมินุเลยในขณะไปได้ตีหินเชียงดอกเนี่ยปูกอดกำปงแต่ปูนในขนมไปเลยขนองพนมดองไรร้องจำเมื่อขมังสตรตีหินซิมล้างหมกเชียนปีนระหดดอนมวยสันตุกลายหมอกกระสับแต่มีนตีหินซิมปิดแมนคือมีนตีหินซิมปีนี้ปูวิกระสับแต่สำรกล้างหมกดอนเลยประสาทแต่มาดองก็ปันท้ายตีหินโยธีขมายได้กำปงแต่เลี้ยปูนในขนมไปกระบายประสาทเปรียบฮีปูกอดก็มันตอนเฟือไอแต่เลยปูวิพลิมหนุได้หายตีหินซิมถึงปีในนู้ได้ซาแต่ปูวิล้างหมกดอนเลยประสาทเปรียบฮีคือผมเคยมีนกองโปตีหินโยธีขมายกาบ้านปรับเอาคณีระบาปูเกล้างหมกบันไทมตีดปอนท้ายเนไปแต่ปูวิสำรกล้างหมกเลิกขนองพนมดองไรนุ่มมันจูปนมานก็สรับแต่ตีหินขมายเยอะได้กำปงแต่โชยเชิงปูนในขนมไปกระบายประสาทก็บ้านบัญเรียยังมวยตำหึงแต่หมดดองเจงปีขนมไปหมอกกันกองตอบโยธีซิมทั่วเอาปูวิกับบ้านนอมคลีรถใจเจิงโปร่งปรีดปูนตามดำเชอเฟอเอาปูวิเนไปนุกกระร้องระบุประหารประหายชีบุญเตอปรามเนี่ยได้เนไปได้ตีหินซิมติงนุปูวิบัญเตอบัญเมาจมวยหนึ่งก้องโปตีหินโยธีขมายก็สรับแต่เรื่องดอยจำไลหายหนึ่งปลื้มปรุษกับบ้านกัดล้างตะลึกกองโปตีหินโยธีซิมติงออกนุคือปูวิบ้านเมื่อเคยถ่าตีหินขมายจิจราเนี่ยบ้านได้เจงปีขนมไปกระบายประสาทเฟอเอาปูวิกับบ้านบัญเรียแต่กันกองโปตีหินโยธีขมายติงนุก็ปันท้ายหากไปดิจิปูเกเนไปนุคือบัญมันเตยตัวแต่ซอก็ปรุษทานเนไปได้ปูเกบัญเตยวิหากไปดิจิตีหินติงออกนุปมบ้านเตยครอบกำเพลิงได้ปูเกบ้านบัญเตยเลยในเจเตยกรอบกำเพลิงได้ปูเก็บบันเตนุวิหะใบดิจิออดประยาวจังในไปได้แต่เห็นเสียมรถแต่บันกันแต่คลังแต่เห็นขมายก็กันแต่เจงหมกกันแต่จานลังหายเรื่องได้ធ្វើឲ្យปูเก้กันតែព្រឺព្រួចនឹងសម្បើមនោះគឺปูเก้បានឃើញថាខណៈពេលដែលปูเก้កំពុងតែបាញ់តតាំងមកកាន់កងពលទាហានយោធាខ្មែរយើងปูเก้បានមើលឃើញថាទាហានខ្មែរយើងឃើញបាត់ម្ដងឃើញនៅទីនេះម្ដងឃើញនៅទីនោះទាំងដែលធៀបពិតទៅទាហានខ្មែរដែលปูเก้បានមើលឃើញនោះវាមិនមែនជាទាហានពិតប្រាកដឡើយតែវាគ្រាន់តែជាបារមីដែលឃុំក្រងទៅលើប្រាសាទព្រះវិហារចេញមកបង្ហាញឫទ្ធិដើម្បីឲ្យកងទ័ពយោធាសៀមពួកវាខ្លោមខ្លាចហើយនឹងចាញ់ច្រាប់នៅក្នុងសមរភូមិមួយនោះដោយក៏ព្រោះតែពួកវាឃើញពលទាហានយោធាខ្មែរនៅលើខ្នងភ្នំដងរែកនោះច្រើននេះឯងធ្វើឲ្យពួកវាក៏បាននាំគ្នាដកថយចុះមកចង្កេះភ្នំដងរែកសិនសូម្បីតែទាហានខ្មែរដែលពួននៅក្នុងព្រៃចាំបាញ់ពួកវាពួកគាត់ក៏បានឆ្ងល់ដែរថាហេតុអីបានជាកងពលទាហានយោធាសៀមឆាប់បាក់ទ័ពរត់ចុះទៅខាងក្រោមចង្កេះភ្នំដងរែកទៅវិញក៏ប៉ុន្តែសម្រាប់តាកននៅពេលនោះគឺគាត់បានដឹងយ៉ាងច្បាស់ថាមូលហេតុដែលធ្វើឲ្យក្នុងសមរភូមិនោះកងទ័ពយោធាសៀមពួកវាខ្ចាត់ខ្ចាយបាក់ទ័ពបែបហ្នឹងក៏ព្រោះតែបារមីដូនតាបុព្វបុរសខ្មែរយើងបានបំផន់ភ្នែកធ្វើជាទីហ៊ានខ្មែរយើងជាច្រើនអ្នកកំពុងតែឈរជើងនៅលើប្រាសាទព្រះវិហារដូច្នេះហើយគឺវាពិតជាអស្ចារ្យខ្លាំងមែនតើអាចនិយាយបានថាបើតាមអបិយជំនឿបុព្វបុរសខ្មែរយើងគឺមិនចង់ឲ្យបាត់បង់ទឹកដីខ្មែរយើងមួយចំណែកណាទៅឲ្យគេឡើយដោយហេតុថាតួប្រាសាទព្រះវិហារគឺជាប្រាសាទរបស់ខ្មែរប៉ុន្តែសៀមពួកវាតែងតែឈ្លានពានចង់បានប្រាសាទព្រះវិហារនេះណាគឺវាតែងតែប្រើយុទ្ធសាស្ត្រមួយនៅពេលដែលពួកវាធ្វើសង្គ្រាមចាញ់ខ្មែរគឺនៅស្ងាត់ស្ងៀមមួយរយៈរហូតដល់ភ្លេចខ្លួនក៏បានផ្ទុះអាវុធធ្វើសមរភូមិជាមួយនឹងខ្មែរក៏ប៉ុន្តែកងពលទាហានយោធាខ្មែរយើងភាគច្រើនដែលអាចដឹងមុនតាមរយៈផ្លូវក្នុងផ្លូវងងឹតនេះឯងដូច្នេះហើយដែលធ្វើឲ្យកងពលទាហានយោធាសៀមមិនងាយវាយបំបាក់មកលើកងពលទាហានយោធាខ្មែរបានហើយបើតាមតាអ៊ុតគាត់បាននិយាយថានៅក្នុងសមរភូមិដែលសៀមពួកវាតែងតែដណ្ដើមយកប្រាសាទព្រះវិហារនៅពេលដែលពួកវាធ្វើសង្គ្រាមចាញ់កងពលទាហានយោធាខ្មែរម្ដងពួកវាតែងតែប្រើល្បិចកលមួយគឺការសុំចរចាក៏ប៉ុន្តែការសុំចរចារបស់រាជរដ្ឋាភិបាលរបស់ពួកវាគឺមិនដែលដាច់ស្រេចឡើយសុំចរចាត្រូវរើគ្នាបានប្រហែលជា4ទៅ5ថ្ងៃក៏ចាប់ផ្ដើមផ្ទុះអាវុធធ្វើសមរភូមិសង្គ្រាមតតាំងនឹងគ្នាទៀតនិយាយទៅការសុំចរចានោះវាគ្រាន់តែជាគំនិតគោលនយោបាយដ៏ថោកទាបរបស់សៀមតែប៉ុណ្ណោះ
ដើម្បីពញាពេក្នុងការរៀបចំកងទ័ពទាហានរបស់ពួកវាត្រៀមខ្លួនធ្វើសង្គ្រាមជាមួយនឹងកងពលទាហានយោធាខ្មែរបន្តបន្ទាប់ទៀតឲ្យតែទ័ពយោធាខ្មែរភ្លេចខ្លួនពេលណាគឺវាចាំឆ្មក់នៅពេលហ្នឹងអញ្ចឹងហើយដែលធ្វើឲ្យសង្គ្រាមរវាងសៀមហើយនឹងខ្មែរនៅប្រាសាទព្រះវិហារគឺជាសង្គ្រាមដ៏រ៉ាំរ៉ៃមិនចេះចប់មិនចេះហើយនៅខណៈពេលដែលកងពលទាហានយោធាសៀមទាំងនោះពួកវាដកថយនៅឈរជើងត្រឹមចង្កេះភ្នំដងរែកក៏បានស្ដីបន្ទោសឆ្លប់ឆ្មាំដែលស៊ើបអង្កេតមិនបានជ្រងជ្រោយថាទាហានខ្មែរដែលឈរជើងនៅលើប្រាសាទព្រះវិហារគឺមានគ្នាតិចប្រហែលជាជាង10នាក់នេះឯងដែលកំពុងតែឈរជើងតែនៅពេលដែលពួកគេនាំគ្នាឡើងទៅធ្វើសមយុទ្ធតតាំងជាមួយនឹងទាហានខ្មែរដើម្បីដណ្ដើមប្រាសាទព្រះវិហារក៏ស្រាប់តែកងទ័ពយោធាខ្មែរឈរជើងការពារប្រាសាទឡើងច្រើននាក់ដោយមិនដូចការនិយាយប្រាប់របស់ឆ្មាំដែលស៊ើបអង្កេតផ្ដល់ដំណឹងថាទាហានខ្មែរឈរជើងយាមប្រាសាទគឺមានគ្នាតិចឆ្មាំស៊ើបអង្កេតរបស់ទាហានសៀមនៅពេលដែលត្រូវបានគ្នារបស់ពួកគេស្ដីបន្ទោសថាឲ្យយ៉ាងចាស់ដៃគេក៏មិនដឹងថាតបតយ៉ាងម៉េចក៏ព្រោះថានៅពេលដែលគេឡើងទៅស៊ើបអង្កេតគឺគេបានឃើញយ៉ាងច្បាស់ណាស់ថាកងពលទាហានយោធាខ្មែរបានឈរជើងប្រហែលជាជាង10នាក់តែប៉ុណ្ណោះតែក៏មិននឹកស្មានដល់ថាមានរឿងបែបនេះកើតឡើងមកលើពួកគេឡើយនៅពេលដែលទាហានសៀមទាំងនោះពួកវានៅឈរជើងចង្កេះភ្នំដងរែកពួកវាក៏មិនទាន់ច្បាស់ថាត្រូវដកថយសិនឬក៏យ៉ាងណានោះទេដោយពួកវាកំពុងតែគិតប្រើយុទ្ធសាស្ត្រក្នុងការសម្រុកឡើងដើម្បីប្រយុទ្ធតតាំងជាមួយនឹងកងពលទាហានយោធាខ្មែរដែលកំពុងតែឈរជើងនៅលើខ្នងភ្នំដងរែកនៅយប់នឹងបន្ទាប់ពីពួកវាគិតបានមួយសរបកមេបញ្ជាការរបស់ពួកវានៅពេលនឹងដែរក៏បានសម្រេចចិត្តថាចាំវាយទៅលើកងពលទាហានយោធាខ្មែរនៅព្រឹកស្អែកតែម្ដងអ្វីដែលសំខាន់គឺរៀបចំកងទ័ពយោធាឲ្យច្រើនជាងនេះដូច្នេះហើយគ្រាន់តែព្រឹកព្រលឹមឡើងភ្លាមរដ្ឋាភិបាលរបស់សៀមក៏បានបញ្ជូនកងពលទាហានយោធាសៀមមកយ៉ាងច្រើនព្រមជាមួយនឹងសភាវុធយុទ្ធភ័ណ្ឌយ៉ាងទំនើបរហូតដល់ប្រហាក់ប្រហែលជាម៉ោង 9 ទៅម៉ោង 10 ព្រឹកនៅពេលហ្នឹងពួកវាក៏ចាប់ផ្ដើមផ្ទុះអាវុធទៀតទាំងដែលវីរៈកងទ័ពខ្មែរយើងដែលកំពុងតែឈរជើងនៅលើភ្នំដងរែកគឺពុំបានធ្វើអីមុនទៅលើពួកវានោះឡើយគឺពួកវាបានបាញ់គ្រាប់បេផ្លោងទៅកាន់ប្រាសាទព្រះវិហារដែលខ្មែរយើងកំពុងតែឈរជើងនេះឯងរហូតដល់កងពលទាហានយោធាខ្មែរយើងជាង10នាក់ដែលកំពុងតែការពារប្រាសាទពួកគាត់ក៏ចាប់ផ្ដើមបាញ់ពីលើភ្នំមកកាន់ពួកវាវិញហើយទាហានយោធាសៀមពួកវាបានពង្រាយកងទ័ពយ៉ាងច្រើនអាចនិយាយបានថាប្រសិនបើពួកវាសម្រុកឡើងទៅនៅពេលហ្នឹងកងទ័ពយោធាខ្មែរយើងច្បាស់ជាពិបាកនឹងទប់ទល់ជាមួយនឹងពួកវាជាក់ជាមិនខានស្នូសំឡេងគ្រាប់កំភ្លើងពងប៉ាំងអើងកងពេញព្រៃបាញ់គ្នាតាំងពីម៉ោង 10 ព្រឹករហូតដល់ម៉ោង 2 ទៅម៉ោង 3 រសៀលគឺទាហានខ្មែរដែលកំពុងតែឈរជើងនៅលើប្រាសាទព្រះវិហារដើម្បីទប់ទល់ជាមួយនឹងពួកវាគឺពុំបានហូបបាយហូបទឹកអីនោះទេនិយាយទៅនៅពេលហ្នឹងគឺគិតតែពីបាញ់តែម្ដងដោយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារក៏បានត្រឹមតែផិតភ័យខ្លាចដោយទាហានយោធាខ្មែរយើងដែលពួកគាត់រស់នៅក្នុងខេត្តព្រះវិហារព្រមជាមួយនឹងទាហានដែលនៅតាមបណ្ដាខេត្តផ្សេងក៏បានឡើងមកឈរជើងទៅតាមបណ្ដោយបន្ទាត់ព្រំដែនដោយទាហានសៀមពួកវាមិនត្រឹមតែសម្រុកឡើងមកលើភ្នំដងរែកនោះទេប៉ុន្តែពួកវាក៏សម្រុកវាទីខិតចូលមកតាមច្រកអានសេះដោយក៏ជាច្រកដ៏សំខាន់របស់កម្ពុជាយើងដែរហើយនៅពេលហ្នឹងក៏ព្រោះតែវីរៈកងទ័ពខ្មែរយើងក៏បានដឹងពួកគាត់ក៏បានឈរជើងនៅត្រង់ចំណុចអានសេះដើម្បីបាញ់តតាំងជាមួយនឹងពួកវាដែរចំណែកឯកងពលទាហានយោធាខ្មែរយើងមួយចំណែកទៀតក៏បាននាំគ្នាឡើងមកលើកំពូលភ្នំដងរែកដើម្បីមកជួយវីរៈកងទ័ពយើងជាង10នាក់ដែលកំពុងតែឈរជើងនៅលើប្រាសាទព្រះវិហារដើម្បីបាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមនៅឯខាងក្រោមភ្នំដងរែកបន្ទាប់ពីកងពលទាហានយោធាខ្មែរយើងឡើងទៅធ្វើសមរភូមិជាមួយនឹងកងទ័ពដែលកំពុងតែឈរជើងជាង10នាក់នោះពួកគាត់ក៏បានសម្រួលជួយធ្វើយ៉ាងណាដើម្បីឲ្យកងពលទាហានយោធាខ្មែរដែលកំពុងតែឈរជើងជាង10នាក់នោះបានទទួលទានបាយខ្លះក៏ព្រោះថាស្ទើរតែពេញមួយថ្ងៃទៅហើយដែលពួកគាត់មិនទាន់ទទួលទានបាយទឹកហើយទាំងគ្រាប់បេហើយនឹងកំភ្លើងតូចកំភ្លើងធំរបស់កងពលទាហានយោធាសៀមក៏ចេះតែផ្លោងមកជាបន្តបន្ទាប់ហើយទាហានសៀមទាំងនោះនៅពេលដែលពួកវាឡើងមកលើកំពូលភ្នំដងរែកបានបន្តិចក៏ត្រូវបានកងពលទាហានយោធាខ្មែរបាញ់ទម្លាក់ពីលើភ្នំស្លាប់បន្តិចនោះទេអាចនិយាយបានថាក៏ព្រោះតែវីរៈទ័ពខ្មែរយើងនៅពេលហ្នឹងគឺនៅខាងលើភ្នំផងគឺមានព្រៀបច្រើនជាងកងទ័ពយោធាសៀមទាំងដែលទ័ពទាហានរបស់ពួកវាគឺច្រើនជាងកងទ័ពទាហានខ្មែរយើងទៅទៀត
ដោយវាខំប្រើក្របបីបំផ្លាវមកលើកងពលទាហានយោធាខ្មែរយើងដែរតែក្របបីទាំងនោះវាហាក់បីដូចជាបាញ់កម្រត្រូវមកលើកងពលទាហានយោធាខ្មែរយើងណាស់អាចនិយាយបានថាវាហាក់បីដូចជាមានអ្វីមួយជួយបំពាំងមិនឲ្យក្របទាំងនោះបាញ់មកត្រូវកងទ័ពយោធាខ្មែរយើងអញ្ចឹងតាអ៊ុតគាត់បាននិយាយថាបន្ទាប់ពីគាត់ត្រឡប់មកពីខេត្តកំពង់ធំគាត់ក៏បាននាំគ្នារបស់គាត់ប្រហែលជា5ទៅ6នាក់សម្រុកឡើងលើភ្នំហើយចុះពីលើភ្នំវិញសម្ដៅទៅកាន់បន្ទាត់ព្រំដែននៅពេលនឹងហើយពួកគាត់ក៏បានបាញ់តតាំងជាមួយនឹងកងពលទាហានយោធាសៀមទាំងបែបលក្ខណៈអកំបាំងតែម្ដងដោយហេតុថាពួកគាត់ទាំង6នាក់គឺសិតសឹងតែជាអ្នកចេះអាគមសមយោទាំងអស់ដែលនៅក្នុងព្រៃមីនទាំងដែលមិនខ្លាចសំបីតែបន្តិចមានពេលខ្លះគ្នារបស់ពួកគាត់ក៏បានដើរជន់មានទៀតផងក៏ប៉ុន្តែមីនដែលកាប់ចោលក្នុងដីតាមព្រំដែនគឺវាក៏ពុំបានផ្ទុះធ្វើឲ្យរងគ្រោះថ្នាក់ដល់គាត់អីនោះទេក៏ប៉ុន្តែបើទោះបីជាថាវាផ្ទុះពួកគាត់បានត្រឹមតែផ្លោងមិនបានធ្វើឲ្យដាច់ជើងដាច់ដៃគ្រាន់តែរហែករយៈទៅលើសម្លៀកបំពាក់តែប៉ុណ្ណោះអាចនិយាយបានថាពួកគាត់ទាំង6នាក់នោះគឺពិតជាក្លាហានណាស់នៅពេលហ្នឹងពួកគាត់ទាំង6នាក់បាញ់ទប់ទល់ជាមួយនឹងកងពលទាហានយោធាសៀមជាច្រើននាក់រហូតដល់មានទាហានម្នាក់ដែលគាត់មានឈ្មោះថាអ៊ំពកដោយគាត់មានវ័យក្មេងជាងតាអ៊ុតស្របពេលដែលគាត់កំពុងតែធ្វើសមរភូមិតតាំងជាមួយនឹងពូវាដោយគាត់នៅពួននៅខាងក្រោមដើមឈើយ៉ាងធំមួយក៏ស្រាប់តែកងពលទាហានយោធាសៀមនៅពេលនឹងដែរក៏បានដើរចេញពីក្នុងព្រៃទាំងស្ងាត់មកពីខាងក្រោយខ្នងគាត់នៅពេលដែលគាត់ងាកទៅក៏បានឃើញពូវាកំពុងតែភ្ជុំកំភ្លើងមកកាន់គាត់បាត់ទៅហើយក៏ប៉ុន្តែអ៊ំពកម្នាក់នោះគាត់ក៏មិនបានផិតភ័យឬក៏ភ័យខ្លាចអីនោះទេដោយគាត់ក៏បានកាន់កំភ្លើងភ្ជុំមកកាន់កងពលទាហានយោធាសៀមទាំង3នាក់ទៅវិញនៅពេលនឹងហើយក៏ស្រាប់តែទាហានសៀមម្នាក់ក៏បានកេះកាយបាញ់មកកាន់គាត់ក៏ប៉ុន្តែរឿងដែលចម្លែកនោះគឺកំភ្លើងរបស់វាគឺបាញ់មិនចេញគ្រាប់ឡើយក៏ប៉ុន្តែគ្នារបស់ពូវាទាំង2នាក់ទៀតនៅពេលដែលឃើញបែបនឹងហើយក៏ព្រោះតែមិនគួរឲ្យជឿថាគ្នារបស់ពូវាម្នាក់បាញ់មិនចេញគ្រាប់ទាល់តែសោះពូវាក៏បានលើកកំភ្លើងបាញ់មកកាន់អ៊ំពកម្ដងដូច្នេះហើយក៏ស្រាប់តែកំភ្លើងរបស់ពូវាគឺមិនខុសគ្នានោះទេបាញ់អ៊ំពកមិនចេញគ្រាប់សំបីតែមួយគ្រាប់ហើយអ៊ំពកគ្រាន់តែឃើញបែបហ្នឹងគឺជាឱកាសរបស់គាត់ដោយគាត់ក៏បានបាញ់បំបីក្បាលកងពលទាហានយោធាសៀមទាំង3នាក់នោះទៅហើយពូវាក៏បានគេចពីការប្រមាញ់បាញ់របស់អ៊ំពកដែរក៏ប៉ុន្តែជាលទ្ធផលចុងក្រោយគឺពូវាក៏ត្រូវបានស្លាប់ដេកដួលនៅលើដីដដែលនេះប្រសិនបើអ៊ំពកមិនចេះវិជាផ្លូវងងឹតផ្លូវក្នុងអាគមសមយោប្រហែលជាអ៊ំពកត្រូវបានកងពលទាហានយោធាសៀមទាំងនោះបាញ់សម្លាប់បាត់ទៅហើយជាធម្មតាអ្នកដែលចេះរបៀនផ្លូវងងឹតផ្លូវក្នុងបែបហ្នឹងបើទោះបីជាគាត់មិនបានសូត្រនៅបល័យគិថាដើម្បីចង់អធិនការពារខ្លួនក៏ដោយក៏នៅពេលដែលជួបរឿងដែលចៃដន្យដែលយើងមិនបានត្រៀមហើយនឹងដឹងខ្លួនអាគមសមយោនោះវានឹងបញ្ចេញរិទ្ធជួយការពារខ្លួនយើងដោយមិនបានសូត្រនៅគិថាដាស់វាឡើងវាហាក់បីដូចជាបារមីមួយនៃផ្លូវងងឹតផ្លូវក្នុងតាមការពារតាមថែរក្សាយើងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាស្ដាប់ហើយជឿឬក៏មិនជឿអាស្រ័យលើការពិចារណារបស់អ្នកទាំងអស់គ្នាអ៊ំពកបន្ទាប់ពីគាត់បាញ់ពលទាហានទាំង3នាក់នោះស្លាប់នៅក្នុងសមរភូមិគាត់ក៏បានចល័តខ្លួនចាកចេញពីដើមឈើដែលគាត់ពួនបាញ់នោះទៅរកទីលានដ្ឋានដែលមាននៅក្នុងព្រៃនោះស្រាប់ច្បាំងតតាំងជាមួយនឹងខ្មាំងសត្រូវកងពលទាហានយោធាសៀមឲ្យតែទាហានសៀមពូវីហ៊ានតែសម្រុកចូលខិតមុខតែបន្តិចពូគាត់តែងតែប្រើគ្រាប់បីអតយងជែកបាញ់ទៅកាន់ពូវីអាចនិយាយបានថាមិនថាអ៊ំពកតាអ៊ុតហើយនឹងគ្នារបស់គាត់ទាំងប៉ុន្មានអ្នកនោះទេក្នុងសមរភូមិនៃសមយុទ្ធមួយនោះគឺពួកគាត់ពុំបានខ្លាចស្លាប់សំបីតែបន្តិចនិយាយទៅពួកគាត់ត្រូវស្លាប់ចោលជីវិតនៅក្នុងព្រៃក៏មិនស្ដាយដែរបាញ់តតាំងគ្នារហូតទៅដល់ម៉ោង9ទៅម៉ោង10យប់ទាហានខ្មែរយើងនៅពេលនោះមិនថាទាហានដែលឈរជើងនៅលើខ្នងភ្នំដងរែកដើម្បីការពារប្រាសាទព្រះវិហារព្រមទាំងទាហានដែលនៅទៅតាមច្រកអានសេះភ្នំទ្របភ្នំខ្មោចហើយនឹងវាលអន្ត្រីឈរជើងទៅតាមទីលានដ្ឋានបាញ់គ្នាគឺមិនព្រមដកទ័ពឡើយមិនថាតែទ័ពជួរមុខឬក៏ជួរក្រោយនោះទេពួកគាត់ពិតជាមានស្មារតីអង្គអាចក្លាហាននិងរឹងមាំខ្លាំងមែនទែនបើទោះបីជាពេលនោះមានទាហានខ្មែរយើងរងរបួសហើយនឹងស្លាប់ក៏ពួកគាត់ក៏មិនបាក់ទឹកចិត្តរហូតដល់រត់ចោលជួរនោះដែរដោយបាននិយាយអំពីកងពលទាហានទាំងអស់នៅក្នុងសម័យនោះពួកគាត់ក៏គ្មានជំនួយនៃការឧបត្ថម្ភពីណាទៅណានោះដែរជាក់ស្ដែងក៏ដូចជាបច្ចុប្បន្នសង្គ្រាមដែលបានផ្ទុះអាវុធនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025រវាងសៀមហើយនិងខ្មែរគឺវីរៈកងទ័ពមិនថាកងទ័ពជួរមុខឬក៏ជួរក្រោយនោះទេត្រូវបាន
មានការជំនួយជួយឧបត្ថម្ភជាច្រើនពីប្រជាពលរដ្ឋជាពិសេសនោះគឺ content creator របស់ខ្មែរយើងដែលបានជួយផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងរួបរวมគ្នាផ្ដល់ជាជំនួយដល់កងពលទាហានយោធិនយោធាទាំងអស់ដូច្នេះហើយដែលធ្វើឲ្យពួកគាត់ទទួលបាននូវស្បៀងអាហារដែលប្រជាពលរដ្ឋជំនួយជួយដល់ឧបត្ថម្ភដល់ធ្វើឲ្យពួកគាត់ទទួលបាននូវស្បៀងម្ហូបអាហារគ្រប់គ្រាន់ក្នុងការមានកម្លាំងធ្វើសមរភូមិតតាំងជាមួយនឹងកងពលទាហានយោធាសៀមនិយាយទៅក៏ព្រោះតែប្រជាពលរដ្ឋយើងគឺសាមគ្គីហើយនឹងសម្បូរបែបអញ្ចឹងហើយដែលធ្វើឲ្យពួកគាត់ក៏បានឧបត្ថម្ភហើយនឹងជំនួយជួយជាច្រើនមិនត្រឹមតែប៉ុណ្ណោះក៏បានជួយប្រជាជនភៀសសិទ្ធភៀសខ្លួនទៅតាមព្រំដែនរវាងខេត្តឧត្តរមានជ័យហើយនិងខេត្តព្រះវិហារផងដែរចំណែកឯសង្គ្រាមនៅក្នុងឆ្នាំ2008ដល់ឆ្នាំ2011វិញវិរៈកងទ័ពយើងកាលនោះគឺគ្មានជំនួយជួយពីប្រជាពលរដ្ឋនោះទេពីព្រោះថាប្រទេសយើងគឺជាប្រទេសដែលកំពុងតែអភិវឌ្ឍមួយយ៉ាងទៅតែងើបផុតពីសង្គ្រាមជាច្រើនធ្វើឲ្យប្រជាជនគឺមិនទាន់ធូរធារមានបានឡើយក៏ប៉ុន្តែបើទោះបីជាវិរៈកងទ័ពយើងគ្មានជំនួយពីការជួយពីអ្នកណាក៏ពិតមែនគឺពួកគាត់ក៏នៅតែតស៊ូប្រកាន់ភ្ជាប់នៅភាពអំណត់អត់ធ្មត់ប្រយុទ្ធប្រឆាំងជាមួយនឹងខ្មាំងសត្រូវឈាមស្រស់សាច់ស្រស់ដោយមិនដែលរអ៊ូរទាំភ័យខ្លាចស្លាប់នោះឡើយបើទោះបីជាពេលខ្លះពួកគាត់ត្រូវប្រយុទ្ធរហូតដល់អត់បាយអត់ទឹកតែទាហានខ្មែរយើងគឺបដិញ្ញាចិត្តការពារទឹកដីដោយមិនដែលរាថយគ្រាន់តែថាពេលខ្លះក៏ត្រូវបានបាក់ទ័ពបន្តិចបន្តួចដែរក៏ព្រោះតែវិរៈកងទ័ពយើងប្រើយុទ្ធសាស្ត្រនៅក្នុងសមរភូមិនោះមិនចំគោលដៅតែការបាក់ទ័ពវាគ្រាន់តែជាមេរៀនរបស់កងពលទាហានយោធាខ្មែរយើងតែប៉ុណ្ណោះយ៉ាងណាក៏ដោយវិរៈកងទ័ពយោធាខ្មែរយើងក៏នៅតែបដិញ្ញាឈរជើងមិនព្រមចោះចាញ់កងពលទាហានយោធាសៀមឈ្លានពានឡើយដោយបើតាមតាអ៊ុតដែលគាត់នៅក្នុងហេតុការណ៍នៃសមរភូមិមួយនោះទឹកដីដងភ្នំដងរែកដែលមានប្រាសាទព្រះវិហារនៅលើខ្នងភ្នំឬក៏កំពូលភ្នំគឺជាទឹកដីដែលស័ក្តិសិទ្ធិខ្លាំងណាស់ទាហានយោធាសៀមជាច្រើននៅពេលដែលពួកវាសម្រុកឡើងបាញ់តតាំងជាមួយនឹងកងពលទាហានយោធាខ្មែរដើម្បីដណ្ដើមយកប្រាសាទព្រះវិហារត្រូវបានជួបរឿងរ៉ាវចម្លែកហើយនឹងរន្ធត់ជាច្រើនជាបន្តបន្ទាប់គ្រាន់តែកងពលទាហានយោធាសៀមទាំងអស់នោះពួកវាសម្រុកឡើងទៅដល់ក្បែរប្រាសាទព្រះវិហារពួកវាបានឮសំឡេងដ៏ព្រឺព្រួចហើយនឹងរន្ធត់ស្រែកចេញពីប្រាសាទព្រះវិហារថាចេញទៅអាពួកសៀមពួកឯងឆាប់ចេញពីទឹកដីអញភ្លាមប្រាសាទព្រះវិហារទាំងមូលនេះវាមិនមែនជាប្រាសាទរបស់ពួកឯងឡើយបើពួកឯងនៅតែបន្តឈ្លានពានទៀតអញនឹងកាច់កពួកឯងបំបាក់ហើយចេញទៅចេញពីទឹកដីអញចេញពីប្រាសាទអញភ្លាមសំឡេងយ៉ាងរន្ធត់ព្រឺព្រួចអើងកងពេញប្រាសាទសំបីតែកងពលទាហានយោធាខ្មែរដែលកំពុងតែឈរជើងនៅក្បែរប្រាសាទនៅលើខ្នងភ្នំដងរែកក៏បានស្ដាប់ឮនៅសំឡេងសម្រែកស្រែកចេញពីប្រាសាទព្រះវិហារនោះដែរដោយសំឡេងដែលស្រែកចេញពីតួប្រាសាទព្រះវិហារនោះដែរគឺមិនមែនជាសំឡេងសម្រែករបស់មនុស្សធម្មតានោះទេដោយវិរៈកងទ័ពយោធាខ្មែរយើងជឿថាសំឡេងនោះគឺជាសំឡេងរបស់បារមីនៃបព្វបុរសខ្មែរយើងដែលចាំថែរក្សាប្រាសាទព្រះវិហារនេះឯងមើលទៅព្រលឹងវិញ្ញាណបព្វបុរសខ្មែរយើងហាក់បីដូចជាកំពុងតែខឹងសម្បាយ៉ាងខ្លាំងដោយសម្បីតែទាហានខ្មែរផ្ទាល់ពួកគាត់ជឿថាបារមីផ្លូវក្នុងផ្លូវងងឹតទាំងនោះក៏បានតាមថែរក្សាជួយការពារពួកគាត់ផងដែរដោយជាការជួយការពារពាំងគ្រាប់ពីខ្មាំងសត្រូវសៀមអញ្ចឹងហើយពេលខ្លះកងទ័ពទាហានយោធាសៀមពួកវាបានបាញ់មកកាន់កងទ័ពយោធាខ្មែរគ្រាប់កំភ្លើងដូចទឹកភ្លៀងអញ្ចឹងតែគ្រាប់កំភ្លើងទាំងនោះវាហាក់បីដូចជាបង្វាំងឲ្យជៀសផុតពីវិរៈកងទ័ពយោធាខ្មែរយើងដោយទាហានសៀមខណៈពេលដែលពួកវាកំពុងតែឡើងមកលើភ្នំដើម្បីបាញ់តតាំងជាមួយនឹងកងពលទាហានយោធាខ្មែរនៅពេលខ្លះពួកវាមិនត្រឹមតែឮស្នូរសំឡេងសម្រែកស្រែកអើងកងចេញពីប្រាសាទព្រះវិហារនោះទេប៉ុន្តែពួកវាក៏បានមើលឃើញមនុស្សបែបបុរាណស្លៀកសម្លៀកបំពាក់បែបសម័យអង្គរកាន់លំពែងឡើងច្រើនគ្នាច្រើនអ្នកតែម្ដងកំពុងតែដើរក្រឡឹងជុំវិញប្រាសាទព្រះវិហារមើលទៅពួកគេទាំងអស់គ្នាដែលដើរល្បាតជុំវិញប្រាសាទព្រះវិហារគឺមិនខុសពីទ័ពសម័យអង្គរនោះទេសភាពលក្ខណៈរបស់ពួកគេគឺមាឌធំកម្ពស់ប្រហែលជា2ម៉ែត្រទៅ2ម៉ែត្រកន្លះនេះឯងមើលទៅគឺវាពិតជាសម្បើមខ្លាំងណាស់អ្វីដែលសំខាន់ខណៈពេលដែលកងទ័ពទាំងនោះដើរកាន់លំពែងគឺពុំឃើញមានជើងនោះទេដោយព្រលឹងវិញ្ញាណបព្វបុរសខ្មែរយើងនោះមិនត្រឹមតែការពារប្រាសាទនោះឡើយគឺថែមទាំងបានធ្វើជាមុខមាត់រូបរាងអាក្រក់លងបន្លាចដល់កងពលទាហានយោធាសៀមនៅក្នុងព្រៃតាមជួរជើងភ្នំដងរែក
ដោយឆ្នេះហើយដែលធ្វើឲ្យទីហ៊ានយោធាសៀមពួកវាក៏បានវង្វេងវង្វាន់ខ្លាចខ្លាំងពេករហូតដល់ពួកវាក៏បានបាញ់សម្លាប់គ្នាឯងក៏មិនតិចនោះដែរអាចនិយាយបានថាបារមីដែលលងបន្លាចធ្វើបាបដល់កងពលទាហានយោធាសៀមគឺមិនខុសពីច្រាព្រៃនោះទេអញ្ចឹងហើយដោយសារតែផ្លូវក្នុងផ្លូវងងឹតនេះឯងដែលធ្វើឲ្យពួកវាពិបាកនឹងច្បាំងឈ្នះទៅលើកងពលទាហានយោធាខ្មែរដើម្បីដណ្ដើមយកប្រាសាទព្រះវិហារមិនមែនថាយុទ្ធសាស្ត្រនៃការធ្វើសមរភូមិរបស់កងពលទាហានយោធាសៀមគឺអន់នោះទេគឺពួកគេតែងតែរុករកវិធីសាស្ត្រហើយនឹងយុទ្ធសាស្ត្រដើម្បីច្បាំងសង្គ្រាមបំបាក់កងទ័ពយោធាខ្មែរតែក៏នៅតែទៅមិនរួចជាមួយនឹងកងទ័ពយោធាខ្មែរដែលអង្គអាចក្លាហានហើយម្យ៉ាងវិញទៀតក៏អាចគូផ្សំជាមួយនឹងបារមីផ្លូវក្នុងផ្លូវងងឹតមិនបាននៅខាងទាហានយោធាសៀមហើយទាហានសៀមទាំងអស់នោះបើតាមតាអ៊ុតក៏បាននិយាយថាសិតសឹងតែជាទាហានខ្មែរលើដោយដែលយើងដឹងស្រាប់ហើយថាខ្មែរលើគឺចង់សម្ដៅទៅលើខ្មែរសរិនខ្មែរបរិរាមខ្មែរស៊ីសកេតនេះឯងវាមិនខុសពីការផ្ទុះអាវុធបច្ចុប្បន្ននេះទេដោយគេបានបញ្ជូនខ្មែរលើឬក៏ខ្មែរសរិននេះមកតតាំងជាមួយនឹងខ្មែរគ្នាឯងមកយ៉ាងដោយដែលយើងដឹងស្រាប់ហើយថាខ្មែរលើខ្មែរសរិនខ្មែរស៊ីសកេតខ្មែរបរិរាមនេះភាគច្រើនគឺមិនដែលទទួលស្គាល់ខ្លួនឯងថាជាដើមកំណើតរបស់ជនជាតិខ្មែរឡើយគឺពួកគេតែងតែគិតខ្លួនឯងថាជាជនជាតិសៀមពេញលេញដូច្នេះហើយនៅពេលដែលរាជរដ្ឋាភិបាលបញ្ជូនពួកគេឲ្យមកធ្វើសង្គ្រាមជាមួយនឹងខ្មែរពួកគេមួយចំនួនមិនដែលមានមនោសញ្ចេតនាគិតថាកំពុងតែធ្វើសង្គ្រាមជាមួយនឹងខ្មែរគ្នាឯងនោះទេក៏ព្រោះតែពួកគេតែងតែចាប់ទុកខ្លួនឯងគឺជាជនជាតិសៀមនេះឯងហើយតាអូតគាត់បាននិយាយបន្តទៀតថានៅអន្លង់ពេលដែលគាត់ធ្វើសមរភូមិតតាំងជាមួយនឹងសៀមគឺមានកងពលទាហានខ្មែរយើងប្រើអាគមផ្លូវងងឹតជាច្រើនជាពិសេសនោះគឺទាហានជួរមុខតែម្ដងដោយមានពេលខ្លះពួកគាត់បានប្រើអាគមពិជ័យសង្គ្រាមដែលហៅទ័ពខ្មោចឲ្យមកជួយធ្វើសមរភូមិតតាំងជាមួយនឹងកងពលទាហានយោធាសៀមហើយទ័ពខ្មោចទាំងនោះគ្រាន់តែធ្វើទុកបុកម្នេញទៅដល់កងទ័ពយោធាសៀមដោយចូលទៅសន្ធិដ្ឋនៅក្នុងរូបរាងកាយរបស់ពួកគេបន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងទៅនេះសម្រាប់ទាហានសៀមណាដែលមានរិស័យទាបរិស័យដាក់តែប៉ុណ្ណោះដែលធ្វើឲ្យទ័ពខ្មោចដាស់ឡើងមកនោះអាចចូលទៅសន្ធិដ្ឋធ្វើទុកបុកម្នេញបានមិនត្រឹមតែប៉ុណ្ណោះនោះទេទាហានខ្មែរផ្សេងទៀតដែលយល់ដឹងពីរបៀងផ្លូវក្នុងផ្លូវងងឹតពួកគាត់ថែមទាំងបានដាស់សត្វឃ្មុំដោយសត្វឃ្មុំដែលគាត់បានដាស់នេះវាសិតសឹងតែជាអាគមខ្មៅឲ្យហើទៅធ្វើទុកបុកម្នេញតិចទៅដល់កងទ័ពយោធាសៀមជាច្រើននាក់ហើយឃ្មុំទាំងនោះវាមិនដូចទៅនឹងឃ្មុំធម្មតានោះទេនៅពេលដែលពួកវាបានតិចទៅលើទាហានសៀមហើយទាហានសៀមច្បាស់ជាដួលប្រកាច់ប្រកិនផុសសរសៃពេញខ្លួនដូចជាកំពុងតែត្រូវពឹសអញ្ចឹងបន្តិចក្រោយមកក៏ដកដង្ហើមឆ្កាមួនរហូតដល់ដាច់ខ្យល់ស្លាប់ដែលហេតុថាឃ្មុំទាំងនោះគឺសិតសឹងតែជាអាគមនៅពេលដែលវាបានតិចហើយគឺស្មើទៅនឹងអាគមមុនខ្មៅវាចូលទៅគ្របដណ្ដប់នៅក្នុងខ្លួនធ្វើឲ្យទាហានសៀមមិនត្រឹមតែឈឺចុកចាប់នោះទេគឺថែមទាំងពិបាកដកដង្ហើមថប់ណែនទ្រូងរហូតដល់ឡខ្យល់ផុតដង្ហើមនេះឯងនិយាយទៅអាគមនេះវាពិតជាមិនធម្មតានោះឡើយដូច្នេះហើយដែលធ្វើឲ្យទាហានសៀមពួកវាខ្លាចរអាណាស់ខ្លាចទៅលើកងទ័ពយោធាខ្មែរគឺខ្លាចអាគមអូមអាមផ្លូវក្នុងផ្លូវងងឹតរបស់ខ្មែរយើងនេះឯងមិនមែនថាទាហានសៀមមិនមានអ្នកចេះរបៀងផ្លូវងងឹតផ្លូវក្នុងដោយទៅនឹងទាហានខ្មែរយើងនោះឡើយជាពិសេសនោះគឺទាហានខ្មែរសរិនខ្មែរស៊ីសកេតខ្មែរបរិរាមតែម្ដងគឺសិតសឹងតែជាអ្នកចេះរបៀងផ្លូវងងឹតផ្លូវក្នុងដែរក៏ប៉ុន្តែគ្រាន់តែថារបៀងអាគមរបស់ពួកគេគឺមិនអាចយកឈ្នះមកលើរបៀងអាគមរបស់ខ្មែរបានឡើយពីព្រោះដោយដែលយើងដឹងស្រាប់ហើយថារបៀងផ្លូវក្នុងផ្លូវងងឹតនេះមិនថាសៀមហើយនឹងខ្មែរសរិននោះទេគឺសិតសឹងតែបានយកក្បួនតម្រាគាថាអាគមអូមអាមរបស់ខ្មែរទៅរៀនសូម្បីតែសាក់យ័ន្តដែលពួកគេបានសាក់ពេញខ្លួនក៏ចាទៅដោយអក្សរសិល្ប៍ឬក៏អក្សរសាស្ត្ររបស់ខ្មែរដែរអញ្ចឹងហើយបើទោះបីជាពួកគេខ្លាំងខាងផ្នែករបៀងមុនអាគមអូមអាមផ្លូវងងឹតផ្លូវក្នុងយ៉ាងណាក៏ដោយក៏ពួកគេទៅមិនរួចជាមួយនឹងអាគមខ្មែរដែលជាម្ចាស់ដើមបានឡើយបើទោះបីជាទាហានសៀមពួកវាមានរបស់ស័ក្តិសិទ្ធិការពារខ្លួនដោយជាខ្សែកថាចាដោយអក្សរសិល្ប៍ខ្មែរហើយនឹងនាងពួនឬក៏ចែកកាច់ហើយនឹងចង្គមខ្លាពាក់លើកព្រមទាំងពាក់អាវយ័ន្តការពារខ្លួនបើទោះបីជាថាពួកគេមានរបស់ទាំងអស់នោះដល់ស័ក្តិសិទ្ធិក៏ពិតមែន
តែផ្លូវងងឹតផ្លូវក្នុងហាក់បីដូចជាពុំបាននៅខាងគេចំណែកឯវិរៈតបទីហ៊ានខ្មែរយើងវិញប្រសិនបើពួកគាត់មាននាងពួនដាក់តាមខ្លួនរបស់ទាំងអស់នោះច្បាស់ជាតាមថែរក្សាជួយការពារពួកគាត់ឲ្យរួចផុតពីគ្រោះថ្នាក់ទាំងឡាយទាំងពួងមិនថាតែដើរជន់មានតោនក៏វាមិនផ្ទុះហើយបើផ្ទុះគឺផ្ទុះបានត្រឹមតែផ្លោងមនុស្សចំណែកឯក្របកំភ្លើងដែលបានបាញ់ត្រូវក៏មិនមុតមិនធ្លុះទៀតផងអាចនិយាយបានថាទាហានខ្មែរយើងសម័យមុនគឺខ្លាំងណាស់ក៏ព្រោះតែពួកគាត់ជឿទៅលើបុព្វបុរសព្រះរាជគ្រូដែលយើងតែងតែហៅថាតាឌីផ្លូវភ្លឺតាដិតផ្លូវងងឹតអាចនិយាយបានថាលោកតាឌីគឺគាត់ខ្លាំងខាងផ្នែកផ្លូវភ្លឺចំណែកឯលោកតាដិតវិញគឺគេបានឲ្យរហស្សនាមគាត់ថាខ្លាំងខាងផ្នែកផ្លូវងងឹតនេះឯងបុព្វបុរសគ្រូអាគមទាំងពីរនេះគឺជាគ្រូអាគមដែលបំបែកតម្រាគាថាធ្វើឲ្យក្បួនតម្រាគាថាអាគមរបស់ខ្មែរយើងខ្លាំងដូច្នេះហើយក្បួនតម្រាគាថានេះឯងដែលធ្វើឲ្យវិរៈកងទ័ពទាហានខ្មែរយើងអាចយកឈ្នះទៅលើការធ្វើសង្គ្រាមជាមួយនឹងកងពលទាហានយោធាសៀមដោយបន្ទាប់ពីកើតសង្គ្រាមរវាងសៀមហើយនិងខ្មែរដ៏រ៉ាំរ៉ៃរយៈពេល3ឆ្នាំចាប់តាំងពីឆ្នាំ2008រហូតដល់ឆ្នាំ2011ឃើញថាសមយុទ្ធនៅក្នុងសមរភូមិរវាងសៀមហើយនិងកងពលទាហានយោធាខ្មែរយើងគឺបានបន្សល់ទុកនៅប្រវត្តិសាស្ត្រដោយទាហានស្លាប់ជាច្រើនមិនថាតែទាហានភៀកគីខាងខ្មែរឬក៏ខាងសៀមនោះឡើយគឺត្រូវបានស្លាប់រៀងខ្លួនគ្រាន់តែថាទាហានសៀមស្លាប់ច្រើនជាងទាហានខ្មែរហើយទាហានសៀមដែលបានស្លាប់នៅក្នុងព្រៃតាមបណ្ដោយព្រំដែនជួរភ្នំដងរែករហូតដល់ភ្នំទ្រាប់ភ្នំខ្មោចអាចនឹងត្រូវព្រាយខ្លាហើយនឹងឆ្កែចចកព្រៃពួកវាខំអូសទាញស៊ីនិយាយទៅនៅក្នុងសមរភូមិការនោះគឺមិនខុសពីសង្គ្រាមបច្ចុប្បន្ននេះទេដែលទាហានសៀមពួកវាបានកោស្លាប់រនេរណោពេញទឹកពេញដីក្នុងព្រៃជាពិសេសនោះគឺតំបន់ភ្នំទ្រាប់ហើយនិងភ្នំខ្មោចតែម្ដងហើយរហូតដល់ឆ្នាំ2011ក៏បានផ្ទុះអាវុធមួយប្រាវម្ដងទៀតធ្វើឲ្យទាហានសៀមក៏បានខ្លាចទាហានខ្មែរឡើងបាក់ស្បាតព្រមចោះចាញ់ហើយនឹងសុំចរចាបញ្ចប់សង្គ្រាមនៅពេលហ្នឹងសម្បីតែវិរៈកងទ័ពខ្មែរយើងក៏លែងជឿថារាជរដ្ឋាភិបាលសៀមសុំចរចាដើម្បីបញ្ចប់សង្គ្រាមដែរពីព្រោះថាតាំងពីកើតសង្គ្រាមឆ្នាំ2008រហូតដល់ឆ្នាំ2011រាជរដ្ឋាភិបាលសៀមតែងតែប្រើលេសចរចានេះចរចានោះតែចុងក្រោយក៏នៅតែផ្ទុះអាវុធបាញ់តតាំងនឹងគ្នាដដែលអញ្ចឹងហើយដែលធ្វើឲ្យទាហានហើយនឹងរាជរដ្ឋាភិបាលខ្មែរយើងអស់ជំនឿនៃការសុំចរចារបស់រាជរដ្ឋាភិបាលសៀមតែនៅពេលនោះរាជរដ្ឋាភិបាលសៀមពិតជាចង់បញ្ចប់សង្គ្រាមពិតមែនគឺការចរចានោះក៏បានឡើងទៅដល់ឆាកអន្តរជាតិដែលមានតុលាការ ICJ គឺជាអ្នកកាត់ក្តីការនោះរាជរដ្ឋាភិបាលសៀមគឺចាញ់ទាំងនយោបាយហើយនឹងការទូតដោយតុលាការ ICJ ក៏បានកាត់ក្តីថាប្រាសាទព្រះវិហារគឺជាប្រាសាទរបស់ខ្មែរមួយយ៉ាងក៏ព្រោះតែរាជរដ្ឋាភិបាលរបស់ខ្មែរការនោះគឺមានភស្តុតាងគ្រប់គ្រាន់ហើយនឹងច្បាស់លាស់ដែលអាចបញ្ជាក់ថាប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីខ្មែរយើងនេះឯងចំណែកឯរាជរដ្ឋាភិបាលសៀមក៏មានភស្តុតាងហើយនឹងឯកសារមិនពិតព្រមទាំងមិនសមហេតុផលដែលអាចបញ្ជាក់បានថាប្រាសាទព្រះវិហារគឺជាប្រាសាទរបស់ពួកគេធ្វើឲ្យតុលាការអន្តរជាតិ ICJ ក៏បានប្រមានទៅរាជរដ្ឋាភិបាលសៀមឲ្យដកទ័ពទាហានប៉ូលីសហើយនឹងឆ្មាំយាមល្បាតចេញពីប្រាសាទព្រះវិហារបើពុំដូច្នោះនោះទេច្បាស់ជាមានរឿងជាមួយនឹងតុលាការអន្តរជាតិ ICJ ជាមិនខានដូច្នេះហើយរាជរដ្ឋាភិបាលសៀមក៏បានធ្វើតាមកិច្ចព្រមព្រៀងនោះទៅការនោះរាជរដ្ឋាភិបាលសៀមគឺពិតជាអាម៉ាស់ណាស់ដែលឡើងទៅចរចាទៅតាមច្បាប់អន្តរជាតិដោះស្រាយទៅតាមតុលាការ ICJ ក៏នៅតែមិនអាចយកឈ្នះកាន់កាប់ប្រាសាទព្រះវិហារបានដដែលអ្វីដែលសំខាន់ទាហានរបស់ពួកគេក៏ត្រូវបានស្លាប់ជាច្រើននាក់ហើយមែនតែនទៅបាននិយាយអំពីរឿងប្រាសាទព្រះវិហារតុលាការអន្តរជាតិ ICJ បានកាត់ក្តីម្ដងហើយនៅក្នុងឆ្នាំ1962ថាប្រាសាទព្រះវិហារគឺជាប្រាសាទដែលនៅដែនដីអធិបតេយ្យភាពរបស់ខ្មែរទាំងអស់មូលហេតុនេះហើយដែលធ្វើឲ្យយើងអាចយកឈ្នះរឿងក្តីនេះម្ដងទៀតនៅក្នុងឆ្នាំ2011ហើយខ្ញុំក៏ភ្លេចប្រាប់ថាប្រាសាទព្រះវិហារត្រូវបានដាក់ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ជាសម្បត្តិអរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរក៏ប៉ុន្តែសៀមពួកគេមិនដែលទទួលស្គាល់ថាប្រាសាទព្រះវិហារគឺជាប្រាសាទរបស់ខ្មែរឡើយយ៉ាងណាក៏ដោយទោះបីជាពួកគេទទួលស្គាល់ឬក៏មិនទទួលស្គាល់តែក៏មានច្បាប់អន្តរជាតិគឺជាអ្នកកំណត់យ៉ាងពេញលេញ
ដោយឆ្នេះហើយរឿងរ៉ាវព្រមទាំងហេតុការណ៍ចម្លែកនៅក្នុងសមរភូមិដែលជាសង្គ្រាមដ៏រ៉ាំរ៉ៃរយៈពេល3ឆ្នាំរវាងទាហានសៀមហើយនិងវីរៈកងទ័ពខ្មែរគឺមានតែប៉ុណ្្នឹងដោយរឿងមួយនេះគឺប្រតិក្រឡាជាមួយនឹងអបិយជំនឿដែលកើតឡើងនៅក្នុងសមរភូមិខណៈពេលដែលកងពលទាហានខ្មែរតតាំងជាមួយនឹងកងពលទាហានយោធាសៀមសម្រាប់អ្នកទាំងអស់គ្នាបានស្ដាប់ជឿឬក៏មិនជឿទៅលើផ្លូវងងឹតផ្លូវក្នុងហើយនឹងបារមីនៅក្នុងសាច់រឿងមួយនេះអាស្រ័យលើអ្នកទាំងអស់គ្នាស្ដាប់ដោយប្រើវិចារណញ្ញាណចាប់ទុកថារឿងរ៉ាវពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រមួយនេះវាគ្រាន់តែជារឿងនិទានស្ដាប់លេងកម្សាន្តទៅចុះជាចុងក្រោយរាត្រីស្ងាត់ក៏សូមអរគុណនិងសូមជម្រាបលា